បាត់ធ្វើសង្គ្រាមទៀតនោះគឺច្បាស់ជាមានមនុស្សស្លាប់ទៀតហើយការច្បាំងគ្នាគឺជារឿងល្អអន្តើឯងឈួតទេច្បាំងគ្នាមានអីល្អឯងគិតមើលការច្បាំងគ្នាគឺមានស្លាប់នឹងរបួសហើយដល់ពេលនោះលើសមរភូមិក៏ជាមានសេះជាច្រើនអត់មានម្ចាស់ពួកយើងនាំគ្នាទៅដឹកសេះនោះមកសេះទាំងនោះគឺជាសេះទាហានឆ្លងកាត់ការលត់ដំថែមទៀតតើមិនល្អជាងពួកយើងអត់ទៅធ្វើសង្គ្រាមទេពិតឬមិនពិតនឹងខ្ញុំយល់ថាសមហេតុផលគេនិយាយនេះត្រូវណាស់បែបនេះយើងមិនបាច់ចំណាយប្រាក់ទៀតទេហើយថែមទាំងមានសេះប្រាក់ទៀតម្យ៉ាងវិញទៀតយើងមិនធ្លាប់ឃើញគេច្បាំងគ្នាផងពួកយើងនាំគ្នាទៅមើលមើលតើពួកគេច្បាំងគ្នាដោយរបៀបម៉េចមែនទេបងប្អូនត្រូវហើយល្អប្រាប់បងប្អូនយើងទាំងអស់នៅក្នុងមន្ទីរទៅចប់មេឃាឲ្យដឹងថានាំគ្នាត្រៀមលក្ខណៈដឹកសេះគ្រប់ពេលវេលាលើទេខ្ញុំទៅវិញទេសាច់បងគ្រូនិយាយថាបងគឺជាកូនប្រុសសម្ដេចសម្ដេចភ្លាវប្រកាសជាក្តាប់សិទ្ធិហ៊ានតាំងជាអង្គអបរាជកាពីជាជំនួសសម្ដេចភ្លាវភារកិច្ចសំខាន់មិនអាចរត់យកគ្រូបានហើយខ្ញុំនិយាយប្រហែលដងហើយខ្ញុំចង់ស្នើដំណើរឪពុកខ្ញុំចង់ច្បាំងគ្នាទេខ្ញុំចង់រស់នៅដោយជឿភាពខ្លួនឯងដែលមានសេរីភាពប៉ុណ្្នឹងបានទេអេលោកគ្រូក៏មកដែរពិតជាប្រសើរណាស់ពួកអាចចង្រៃប្រមាណឯនេះធ្វើស្អីហ្នឹងនេះកុំរៀបរៀងផ្លូវខ្ញុំណារៀបរៀងផ្លូវខ្ញុំគួរសមទេណាព្រឹកទំលឹបពពកមួយពីរចាត់ទុកពួកឯងស្គាល់កលៈទេសៈគួរសមហិចម៉ែជួយកំផងនេះណាអរគុណវ៉ានេះដាក់ខ្ញុំចុះទៅដាក់ខ្ញុំចុះទៅលោកគ្រូទីបំផុតឯងមកដល់ហើយសំទោសខ្ញុំមិនអាចលើកដៃសំពះលោកគ្រូទេឥឡូវចេះទេ
លោកគ្រូប្រាប់សេចបងឲ្យដាក់ខ្ញុំចុះសិនទៅយើងទៅពីនេះអាចពិភាក្សាគ្នាតាមសម្រួលណា មិនអីទេនិយាយគ្នាអញ្ចឹងក៏បានដែរ លោកគ្រូលោកឈប់បង្ខំខ្ញុំទៅបានទេលេងខ្ញុំទៅ ទៀងសានយើងយល់ពីគំនិតឯងតែវាសនាមិនអាចប្រឆាំងបានឯងស្របតាមព្រំលិខិតទៅត្រឡប់ទៅធ្វើជាកូនប្រុសសម្ដេចពេញលឿនទៅ លោកគ្រូតើលោកគ្រូដឹងទេពេលមុនខ្ញុំសន្យាជាមួយពួកខ្ញុំថាយកលោកធ្វើជាគ្រូហាត់យុទ្ធសាស្ត្រជាមួយលោកគឺដោយសារមូលហេតុអី យើងដឹងឯងមកអាងស៊ូលីននេះគឺដើម្បីគេចពីឪពុកឯងគេចពីអ្វីដែលឪពុកឯងបានផ្ដល់ឲ្យឯងដាក់ខ្ញុំចុះ ឯងនឹងរកឱកាស បានទេ ចាក់ចេញពីល្អា ចាប់នេះ ទៅរកការរស់នៅដោយសេរីរបស់ឯង លោកគ្រូយកចិត្តខ្ញុំយ៉ាងនេះហើយចុះហេតុអីបានជានៅបង្ខំខ្ញុំទៀត ហើយទៀងសានកើតមកជាមនុស្សគឺមានវាសនាជាអ្នកកំណត់នៅឋានមនុស្សមានមនុស្សមួយចំនួនធំស្មានតែខ្លួនអាចប្រឆាំងនឹងវាសនាបានគេអត់ដឹងថាអ្វីគឺព្រំលិខិតជាអ្នករៀបចំទេ ទោះជាព្រមលិខិតក៏ដោយយ៉ាងហោចណាស់ក៏ត្រូវឲ្យខ្ញុំយកព្រមដែរមែនទេ ឯងត្រូវស្នងភារកិច្ចសំខាន់បង្ក្រាបការបះបោររបស់ឪពុកឯងម្យ៉ាងវិញទៀតឯងនៅមានមង្គលការមួយទៀតឆាប់ទៅរៀបការជាមួយនឹងស្រីម្នាក់ដែលមានវាសនាជាសត្វចចកមេឃ ដើមសម្រាប់ស៊ីយើងគួយ បាទ លោកគ្រូកិច្ចការនេះពិបាកណាស់លោកគ្រូគួរតែដឹងខ្ញុំស្អប់នៅណាបង្ខំខ្ញុំទៅធ្វើកិច្ចការដែលខ្ញុំចង់ធ្វើណាបើលោកគ្រូប្រកាសទូទីយ៉ាងនេះខ្ញុំចង់មើលតើព្រមលិខិតមិនអាចប្រឆាំងបានឬក៏មនុស្សឈ្នះទេវតា ទៅចុះ មនុស្សនោះ នេះប្រយ័ត្ន